អរគ្នាចង់ប្រើប្រាស់ធានារ៉ាប់រងសំចៃយើងបានច្រើនហើយក្នុងការចំណាយអញ្ចឹងវាអាចហាមផ្ដាច់ចំពោះគ្រឿងស្រវឹងតែម្ដងជំរាបសួរបងប្អូនទាំងគ្នាដែលរស់នៅក្នុងប្រទេសកូរ៉េផងដែរបាទវីដេអូនេះសូមចែករំលែកបងប្អូនតាក់ទងជាមួយនឹងការប្រើប្រាស់រថយន្តនៅខាងប្រទេសកូរ៉េច្រើនមែនទែនដែលបានឆាតចូល page ក៏ដូចជា comment ក៏ដូចជា call តាមលេខដៃមកសួរខ្ញុំផ្ទាល់ផងដែរតាក់ទងជាមួយនឹងការប្រើប្រាស់រថយន្តនៅក្នុងប្រទេសកូរ៉េការទិញលក់ឡាននៅក្នុងប្រទេសកូរ៉េនេះគឺវាខុសជាមួយនឹងប្រទេសកម្ពុជាយើងដាច់តែម្ដងបាទអញ្ចឹងការប្រើប្រាស់រថយន្តនៅប្រទេសកូរ៉េមុននឹងយើងយករថយន្តចេញពីក្រាស់ទៅប្រើប្រាស់យើងត្រូវតែតម្រូវឲ្យយើងបង់ផុសហុំជាមុនបាទដែលហៅថាធានារ៉ាប់រងនឹងឯងបងប្អូនប្រហែលជាច្រើនដែរដែលបានឆាតមកក្នុង page របស់យើងក៏ដូចជា call តាមលេខដៃសួរថាបងខ្ញុំអាចจะពាក់ផុសហុំ4-5ខែឬមួយក៏ខ្ញុំអាចអស់ឡានយកទៅប្រើសិនចាប់4-5ខែទៀតបើខ្ញុំមានកញ្ចប់លុយខ្ញុំនឹងបង់ផុសហុំអញ្ចឹងសូមឆ្លើយសំណួរបងប្អូនថាគឺយើងមិនអាចធ្វើអញ្ចឹងបានទេបងប្អូនដោយសារនៅខាងប្រទេសកូរ៉េនេះគឺតម្រូវឲ្យបងប្អូនបង់ធានារ៉ាប់រងហើយបានអស់ឡានយកទៅប្រើប្រាស់បានអញ្ចឹងណាធានារ៉ាប់រងវាមានច្រើនសន្តាននៃធានារ៉ាប់រងមែនទែនគាត់ថាជាទូទៅខ្ញុំណែនាំភ្ញៀវរបស់ខ្ញុំឲ្យប្រើធានារ៉ាប់រងតែមួយជារៀងទៅបានដោយសារថាវាមានលក្ខខណ្ឌខ្លះយើងអត់សូវប្រើឡានច្រើនទេបងប្អូនអរគ្នាយើងមកធ្វើការនៅប្រទេសកូរ៉េនេះជាទូទៅយើងភាគច្រើនគឺយើងជិះទៅធ្វើការនៅចិត្តហ្នឹងអញ្ចឹងណាយូរយើងអាចចេញឆ្ងាយម្ដងអញ្ចឹងទៅអញ្ចឹងខ្ញុំផ្ដល់យោបល់ជូនបងប្អូនថាយើងប្រើប្រហមតែមួយជារៀងទៅបានតែវាអាចនឹងសំចៃយើងបានច្រើនហើយក្នុងការចំណាយអញ្ចឹងវាអាចមួយឆ្នាំក៏ត្រូវគ្នា1លានទៅ2លានផងដែរអញ្ចឹងណាបងប្អូនអរគ្នាបងប្អូនមួយចំនួនទៀតដែលបានតាក់ទងមកសួរខ្ញុំថាបងហេតុអីបានមិត្តភ័ក្តិរបស់ខ្ញុំគេបងប្រហោមមួយឆ្នាំប៉ុណ្ណេះហេតុអីឈ្មោះខ្ញុំបងច្រើនជាងគេអញ្ចឹងទៅបងប្អូនអរគ្នាការសិក្សាទៅលើប្រហោមធានារ៉ាប់រងនោះបងប្អូនអរគ្នាគេគិតទៅលើបទពិសោធន៍នៃការបើកបរនៅក្នុងប្រទេសកូរ៉េហើយតាក់ទងជាមួយនឹងអាយុយើងផងដែរពេលខ្លះមិត្តភ័ក្តិបងប្អូនអរគ្នាអាយុ30ជាងវាអាចនឹងធានារ៉ាប់រងតម្លៃទាបជាងបងប្អូនអាយុ20ជាងអញ្ចឹងទៅហើយគាត់មានបទពិសោធន៍ក្នុងការបើកបរនៅប្រទេសកូរ៉េមួយឆ្នាំ2ឆ្នាំអញ្ចឹងទៅធានារ៉ាប់រងក៏អាចចុះតាមនឹងអញ្ចឹងទៅបងប្អូនអរគ្នាប្រើប្រាស់រថយន្តនៅប្រទេសកូរ៉េចាប់ពីមួយឆ្នាំឡើងទៅបើសិនជាបងប្អូនអរគ្នាអត់មានបញ្ហាចោតអត់មានគ្រោះថ្នាក់អត់មានអីទេអញ្ចឹងបងប្អូនអរគ្នាធានារ៉ាប់រងនឹងបញ្ចុះតម្លៃទៅតាមឆ្នាំដែលបងប្អូនបើកអត់មានបញ្ហាអត់មានគ្រោះថ្នាក់អីនឹងឯងអញ្ចឹងណាបងប្អូនឧទាហរណ៍ថាមួយឆ្នាំបងប្អូនបង់1.5 លានវាអាចនឹងឆ្នាំក្រោយវាធ្លាក់ដល់1.3 លាន1.4 លានទៅតាមនឹងអញ្ចឹងទៅអញ្ចឹងណាបងហើយយ៉ាងមួយវិញទៀតចំណុចដែលសំខាន់បំផុតបងប្អូនអរគ្នាតាក់ទងជាមួយការបើកបររថយន្តនៅប្រទេសកូរ៉េបងប្អូនមួយចំនួនដែលបាន call មកសួរខ្ញុំហ្នឹងគាត់និយាយថាបងខ្ញុំហូបស្រាដល់ពេលខ្ញុំបើកឡានទៅប៉ះពីគេហ្នឹងទៅខាងធានារ៉ាប់រងហេតុអីបានមិនជួយជាសំណងឬមួយក៏មានទំនួលខុសត្រូវចំពោះពួកគាត់អីចឹងទៅបងប្អូនអរគ្នាតាក់ទងជាមួយការបើកបរនៅប្រទេសកូរ៉េហ្នឹងគឺគេហាមផ្ដាច់ចំពោះគ្រឿងស្រវឹងតែម្ដងអញ្ចឹងបើសិនជាបងប្អូនអរគ្នាភាសាគ្រឿងស្រវឹងសូមកុំបើកបរអីហើយធានារ៉ាប់រងក៏គេអត់មានសំណងអីចំពោះយើងដែរហ្នឹងយើងជាអ្នករ៉ាប់រងដោយខ្លួនឯងបើសិនជាប៉ះពីគេអញ្ចឹងហើយមានការផាកពិន័យក៏ដូចជាហាមគាត់ក្នុងការបើកបរនៅប្រទេសកូរ៉េផងដែរអញ្ចឹងបងប្អូនអរគ្នាយល់ល្អកុំញ៉ាំស្រាអីនៅពេលបើកបរអញ្ចឹងបើសិនជាបងប្អូនអរគ្នាញ៉ាំស្រាហើយបងប្អូនអាចតែហៅធារីអ៊ុនច័ន្ទបាទភាសាកូរ៉េគេហៅថាធារីអ៊ុនច័ន្ទខ្មែរយើងថាវាមានក្រុមហ៊ុនសម្រាប់បើកបរជូនបងប្អូននៅពេលដែលបងប្អូនស្រវឹងអញ្ចឹងទៅនឹងវាជាសុវត្ថិភាពមួយសម្រាប់បងប្អូនអរគ្នាផងដែរក្នុងការបើកបរប្រើប្រាស់យានយន្តនៅក្នុងប្រទេសកូរ៉េបើសិនជាបងប្អូនអរគ្នាចង់ប្រើប្រាស់ធានារ៉ាប់រងមិនថាបងប្អូនជាភ្ញៀវរបស់យើងខាងទីមខាក៏ដោយមិនមែនជាភ្ញៀវរបស់យើងក៏ដោយបងប្អូនអាចឆាត